ខ្ញុំបានជួបមនុស្សជាច្រើនមនុស្សដែលជោគជ័យផ្នែកហិរញ្ញវត្ថុនិងមនុស្សដែលប្រឈមការលំបាកផ្នែកហិរញ្ញវត្ថុខ្ញុំដឹងថាពេលដែលខ្ញុំប្រឈមការលំបាកផ្នែកហិរញ្ញវត្ថុពេលដែលខ្ញុំជំពាក់បំណុលគេពេលដែលខ្ញុំគេងនៅលើកន្ទិកចាស់ដែលខ្ញុំមានលទ្ធភាពទិញរបស់ដែលម្ដាយខ្ញុំចង់បានក៏គឺនោះខ្ញុំទិញនិងញ៉ាំផ្លែឈើដែលហួសដូចលេពេលនោះខ្ញុំមិនសប្បាយចិត្តទេអ្នកសាសង្កេតមើលមនុស្សដែលប្រឈមការលំបាកផ្នែកហិរញ្ញវត្ថុគឺសង្កេតមនុស្សនៅជុំវិញអ្នកដែលមានលុយថាគាត់សប្បាយចិត្តដែរឬអត់សម្រាប់ដល់មនុស្សដែលជំពាក់បំណុលគេនិងគ្មានការងារធ្វើខ្ញុំសុំសួរបន្តិចថាមនុស្សទាំងអស់នោះតើគាត់សប្បាយចិត្តដែរឬអត់ប្រាប់ខ្ញុំការពិតមើលតើមនុស្សទាំងអស់នោះសប្បាយចិត្តឬអត់ហើយអ្វីបានជាបណ្ដាញសង្គមចង់ឲ្យខ្ញុំជឿថាអ្នកមានមិនសប្បាយចិត្តនេះជាមូលហេតុដោយសារតែប្រសិនបើអ្នកមានដែលមានទ្រព្យសម្បត្តិ